ปิดด่านปิดด่านมันคำต้องห้ามอยู่แล้วหนูไม่จักรจี้ไปพูดหรอกเดี๋ยวคนไทยโกรธตายไม่เอาพูดเรื่องด่านเปิดไม่เปิดอะไรพวกนี้นะเขมรเขาก็เอาไปขยายความភាគីថៃនិយាយដដែលអារឿងបើកច្រកព្រំដែនហ្នឹងនិយាយដដែលខ្ញុំឃើញទូថៃនាយករដ្ឋមន្ត្រីថៃជាជនថៃហើយសំបីតែលោកបណ្ឌិតនេះបាទក៏គាត់និយាយដែលរឿងបើកច្រកថាខ្មែរមិនបានបិទទេច្រកព្រំដែនគោកនោះបាទនិយាយចំទៅច្រកព្រំដែនខ្មែរអត់បានបិទទេបាទបញ្ជាក់ហេតុជាក់ទៀតខ្ញុំប៉ុន្តែខ្ញុំឃើញថានិយាយរហូតបាទគ្រប់កម្មវិធីទូរទស្សន៍លោកអនុទិនបាទនាយករដ្ឋមន្ត្រីថៃចាំផ្ទះហ្នឹងក៏និយាយដែរហើយនិយាយចំពិធីក៏ទូទួសឹងតែ100ទូទួហើយ100ប៉ុស្តិ៍នៅថៃនិយាយទៅរឿងបើកច្រកខ្ញុំបញ្ជាក់បាទតាមប្រសាសន៍របស់សម្ដេចតេជោប្រសាសន៍របស់សម្ដេចធិបតីគឺកម្ពុជាអត់បានបិទច្រកព្រំដែនទេភាគីថៃទេដែលបិទច្រកព្រំដែនបើតាមប្រសាសន៍របស់សម្ដេចតេជោតាំងតែពីដើមមកបើសិនជាថៃបើកច្រកព្រំដែន24ម៉ោងបាទភាគីកម្ពុជានឹងបើកច្រកដែរព្រោះអីថៃគឺជាអ្នកបិទមិនមែនខ្មែរជាអ្នកបិទទេអានឹងបញ្ជាក់ឲ្យបញ្ជាក់ទៀតបាទនិយាយចំទៅមើលទូទួលនេះបាទគឺខ្ញុំឃើញតែនិយាយរឿងហ្នឹងឯងហើយលោកអនុទានគេចេញមកខៃរ៉ៃហ្នឹងគេថាអីនរណាឈួតតែបើកច្រកតើហ៊ានបើកច្រកហ្នឹងប្រជាជនថៃហ្នឹងបាតកម្មងាប់ជេរស្ដីឲ្យនាយករដ្ឋមន្ត្រីងាប់ណាអាហ្នឹងមកពីខ្លួនគាត់តែអញ្ចឹងខ្មែរយើងអត់ខ្វល់ទេដូចនិយាយបាថ្ងៃមុនអញ្ចឹងសម្ដេចធិបតីមកពីរុស្ស៊ីភ្លាមនិយាយភ្លាមថារឿងបើកច្រកព្រំដែនគោកបាទតាមព្រំដែននានាគឺអត់និយាយទេការជួបគ្នាក្រៅផ្លូវការនៅទីក្រុងមូស្គូប្រទេសរុស្ស៊ីអញ្ចឹងគ្មានឡើយការបើកច្រកព្រោះអីកម្ពុជាមិនមែនអ្នកបិទណាតើតែថៃជាអ្នកបើកបានកម្ពុជារងចាំ24ម៉ោងប្រសាសន៍ដល់សម្ដេចដែលថៃនៅតែនិយាយដែលអញ្ចឹងអត់មានការបើកច្រកទេហើយក៏ខ្មែរមិនមែនជាអ្នកបិទដែរអញ្ចឹងពេលនេះថៃបើកស្មារតីជារឿងរបស់ថៃចាក់សោស្មារតីជារឿងរបស់ថៃខ្មែរអត់ខ្វល់ព្រោះឯខ្មែរដឹងតែមួយម៉ាត់គាត់គឺ24ម៉ោងគឺរងចាំអ្នកណាជាអ្នកបិទអ្នកនោះជាអ្នកបើកអ្នកណាជាអ្នកចងចំណងអ្នកនោះគឺជាអ្នកស្រាយចំណងពលរដ្ឋខ្មែរអត់ដឹងរឿងទេពលរដ្ឋខ្មែរចាំទទួលតែផលតែប៉ុណ្ណោះអ្នកណាអ្នកសាងអ្នកនោះគឺជាអ្នកដែលចាប់ផ្ដើមធ្វើមុនទៅអញ្ចឹងទូនេះគាត់និយាយបានតែប្រជាជនគាត់ទេខ្មែរយើងមិនល្ងងណាខ្មែរស្ដាប់បានទាំងអស់ថៃនិយាយស្អីក្នុងទូស្អីខ្មែរស្ដាប់បានទាំងអស់តែចាំថាអ្នកឯងអ្នកធ្វើអ្នកឯងអ្នកស្រាយទៅខ្មែរយើង24ម៉ោងដឹងតែបន្តកតយយខ្មែរមិនអ្នកបិទទេបញ្ជាក់ឲ្យបញ្ជាក់ទៀតនេះបើតាមប្រសាសន៍របស់សម្ដេចតេជោកាលពីដើមឆ្នាំអញ្ចឹងថៃគួរតែដឹងខ្លួនឯងហើយកុំនិយាយដែលឬបើកច្រកហ្នឹងពួកខ្មែរមិនអ្នកបិទទេគឺខ្លួនសៀមខ្លួនឯងទេគឺជាអ្នកបិទបញ្ជាក់ឲ្យបញ្ជាក់ទៀត